Ba chưa được bông cho ba cho một trăm chán nâng lục mài mẹ xô lực đại group bóng ôn bọc mai lục dây ta nâng lục này anh áp chưa ba cho tì rộp án ngày ní cứ chết ngày ở tết và môi ca khana khai chế nằm xanh sắp sạ bất sạ ra bị bọn pram rồi hốc sắp pram buồn tới ngày tì mùi mít thổ na nằm bị bọn mà phải pram cứ chết ngày tùm nê sầm rạp bộ dương có đôi chia xa xa nô sơទាំងអស់ផងដែរដូច្នេះពួកយើងបានបង្កើតនៅអារ៉ូណៅតេថ្ងៃរះជះពន្លឺមកភពផែនដីគឺកូនប្រុសកូនស្រីក៏ដូចជាសិស្សានុសិស្សប្រុសស្រីជុំគ្នាដើម្បីអានសៀវភៅរឿងនិទានផ្សេងជាង500ក្បាលនាទឹកដីឃុំកោះភូមិជ្រៃថ្មីភូមិដីស្រុតឃុំកោះរកាស្រុកព្រែមជើខេត្តព្រៃវែងចឹងដូចជាបងប្អូនពុកម៉ែបានឃើញតាមរយៈវីដេអូដែលយើងបានថតតាក់ទងនឹងសកម្មភាពបងប្អូនដែលកំពុងតែអានសៀវភៅជាច្រើននេះគឺយើងចង់បណ្ដុះទម្លាប់ពួកគាត់ឲ្យបានអានសៀវភៅក៏ដូចជាចង់ឲ្យពួកគាត់បង្វែរអារម្មណ៍មកអានសៀវភៅឡើងវិញកុំឲ្យពួកគាត់ភ្លើនតាក់ទងនឹងបច្ចេកវិទ្យាខ្លាំងពេកទោះបីវាជាសកម្មភាពតូចប៉ុន្តែវាអាចជាការជំនួយសម្រាប់ឲ្យបងប្អូនបានសិក្សារៀនសូត្រតាមរយៈពួកយើងដែលជាអ្នកស្ម័គ្រចិត្តចូលរួមជួយដល់ឃុំរបស់យើងផងដែរគោលបំណងដែលសំខាន់នៅក្នុងទីនេះគឺយើងចង់បណ្ដុះទម្លាប់នៃការអានឡើងវិញដូចជាលោកអ្នកដឹងហើយថាបច្ចេកវិទ្យាកាន់តែទំនើបជាពិសេសនោះគឺ AI កំពុងតែវាយលុកមកកាន់តែខ្លាំងក្មេងៗនឹងបោះបង់ការអានសៀវភៅចោលជាក់ជាមិនខានប៉ុន្តែលោកខាងលិចដូចជាអឺរ៉ុបអាមេរិកទោះបីជាបច្ចេកវិទ្យាទំនើបប៉ុន្តែពួកគេមិនបានបោះបង់ទម្លាប់នៃការអាននោះទេគឺគេតែងតែស្រឡាញ់នៅការអានជាពិសេសជាងនោះទៅទៀតដូចជាប្រទេសជប៉ុនប្រទេសកូរ៉េនិងប្រទេសចិនជាដើមគឺគេស្រឡាញ់ការអានជាខ្លាំងរយខ្ពស់នៃអ្នកមានទូទាំងពិភពលោកគឺគេស្រឡាញ់ការអានហើយណាស់គឺគេអានសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍ដូច្នេះការអាននេះមើលទៅហាក់បីដូចជាគ្មានប្រយោជន៍ធម្មតាមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្តែធាតុពិតរបស់វាគឺវាបានផ្ដល់នៅចំណេះដឹងមូលដ្ឋានឲ្យយើងចេះច្បាស់អក្ខរៈចេញចំណេះដឹងថ្មីជាច្រើនដូចជាចេះច្បាស់នៅពាក្យពេចន៍វចនានុពាក្យពេចន៍វេវចនៈនិងចេះអក្ខរាវិរុទ្ធស្ទាត់ជំនាញនៅក្នុងការអានបានលឿនចេះលើកដាក់សំឡេងចេះស្គាល់ទីខៈរសៈនឹកហិតជាដើមមានគំនិតច្រើននៅក្នុងការបញ្ចេញមតិយោបល់និងការបង្កើតនៅទូតសុឆន្ទៈដោយភាពឆ្លៀសវៃរបស់ខ្លួនឯងគ្រប់កលៈទេសៈ slogan មួយចំនួនក៏បានលើកឡើងដែរថាអានច្រើនចេះច្រើនអានច្រើនបង្កើនប្រាជ្ញាអានច្រើនបង្កើនពុទ្ធិអានដើម្បីបំពេញនៅបំណិនជីវិតអានដើម្បីបំបត្តិភាពល្ងងខ្លៅអានដើម្បីស្គាល់ពិភពលោកអានដើម្បីស្គាល់ប្រវត្តិសាស្ត្រនិងអានដើម្បីស្គាល់ខ្លួនឯងឲ្យកាន់តែច្បាស់បាទសៀវភៅមួយក្បាលគឺអ្នកប្រាជ្ញមួយអ្នកជារួមមកទោះបីជាយើងផលិតនៅនេះគឺជាវីដេអូតូចមែនប៉ុន្តែវាបង្ហាញពីសកម្មភាពល្អមកលើសង្គមរបស់យើងតាមរយៈទម្លាប់ល្អបណ្ដុះបាននៅសិស្សល្អលុបបំវាមិនបានលុបបំបាត់នៅប្រពៃណីវប្បធម៌ឬក៏ជាតិសាសន៍របស់យើងនោះទេតាមរយៈវីដេអូនេះដែរគឺជាវីដេអូនៅតាមស្រុកស្រែជនបទតែវាបានសាបព្រោះនៅពូជល្អជីជាតិល្អសម្រាប់សង្គមរបស់យើងអវសាននៃវីដេអូនេះខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូនបាទសម្រាប់ទៅរកស៊ីបាទកាន់តែរីកចម្រើនរុងរឿងវាងវៃជាប់ចិត្តទឹកចិត្តទួចបាទសម្រាប់នៅក្នុងការប្រឡងប្រជែងផ្សេងក៏បីអានសៀវភៅនៅក្នុងថ្ងៃនេះអរគុណអញ្ចឹងសង្ឃឹមថាបងប្អូននឹងទទួលបាននៅចំណេះដឹងច្រើនពីការអានសៀវភៅបាទអរគុណច្រើន